em bồ la mê bật chia ca con rìa vọt hắt krong poi petอุปธรรม là có bớt cam $50 លោកនាមមន្ត្រីបរដ្ឋានស្រុកកូឡែនឧបត្ថម្ភ $10,000 រៀលលោកខាន់រិនកងអង្គរៈមេបញ្ជាការភូមិភាគ 4 ឧបត្ថម្ភ $10,000 រៀលលោកមីនគ្រីរងការិយាល័យអភិវឌ្ឍយុទ្ធភូមិភាគ 4 $50,000 រៀលលោកក្រុមនិមិត្តក្រុមការងារឧបត្ថម្ភ $50,000 រៀលនិងលោកផិតវណ្ណៈប្រធានបរដ្ឋានស្រុកកូឡែនគូទី 2 ដែលជាគូអន្តរជាតិដណ្ដើមខ្សែក្បាច់របស់ក្រុមហ៊ុនខារ៉ាបាវទឹកទី1បាទមកដល់ហើយណយបាទការប្រកួតរបស់កីឡាករកម្ពុជាបឺតខំបើនិយាយពីការគ្រប់គ្រងវិញបឺតខំមិនធម្មតាទេមិនធម្មតាមិនមែនចង់បានន័យអីផ្សេងណាគឺថាគ្រប់គ្រងលើសលប់មែនតើបាទយើងសង្កេតឃើញថាបងប្អូនដែលចូលរួមទស្សនាផ្ទាល់អត់មានសន្តិខ្លួនទេមួយបាទថៃមកមុនភ្លៀងបាទមកមុនភ្លៀងបាទភ្លៀងតាំងម៉ោង 4 ណាអញ្ចឹងមកប្រហែលម៉ោង 3 កន្លះហើយហ្នឹងគាត់មកដល់ហើយហើយបងប្អូនដែលមកតាមក្រោយអត់មានកន្លែងអង្គុយទស្សនាទេទស្សនា LED នៅខាងក្រៅបាទនេះការប្រកួតនៅទៅតែទឹកទី 1 ប៉ុន្តែសម្លេងគ្រប់គ្រងក៏ចាប់តាមការឡើងគឺកីឡាករកាប់យើងបឺតខំនិងកីឡាករបង្គោលភៀវហើយកីឡាកររបស់ថៃលោកខុនសុភាគឺជាអ្នកបញ្ជាការប្រកួតបឺតខំគឺជាកីឡាករជើងចាស់ភាសាមួយដែលប្រកួតបានដល់ទៅ200 ដងជាងហើយបឺតខំកំពុងតែព្យាយាមគៀងដើរចូលយើងឃើញការការពីសប្តាហ៍មុនគឺកីឡាករកម្ពុជាយើងគឺសុទ្ធតែរងបរាជ័យឲ្យបានទៅតែម្នាក់មួយពិន្ទុនេះគឺវងណយនិងឡៃជីណាតហើយសប្តាហ៍នេះយើងសង្ឃឹមថាកីឡាករកម្ពុជាបឺតខំនិងពេជ្រសីហាអាចស្វែងរកជ័យជំនះបានបាទឥឡូវនេះគឺបឺតខំកំពុងតែគៀងដើម្បីរកជ័យជំនះ3ពិន្ទុហ្នឹងហើយបឺតខំកីឡាករកម្ពុជា1.69 ម៉ែត្ររីឯកីឡាករថៃដល់1.77 ម៉ែត្រតែដៃកម្ពស់គាត់ជាតួលេខសំខាន់គឺក្បាច់ប្រយុទ្ធនៅលើសវៀនតែបឺតខំនេះមិនធម្មតាទេប្រកួតចុងក្រោយបានផ្ដួលកីឡាករជនជាតិថៃឲ្យសម្លាប់ត្រឹមតែទឹកទី 1ហើយកីឡាករបង្គោលខៀវនេះគឺប្រកួតចុងក្រោយរបស់គេគឺចាញ់កីឡាករវងណយដោយសម្លាប់នៅទឹកទី 4បាទខ្ពស់ជាងបឺតខំចិត្តមកទឹកបាទតែថាខ្ពស់ក៏មិនអីដែរបឺតខំលើកំពុងតែគៀងអ្នកខ្ពស់ហ្នឹងហើយបាទមិនថាអ្នកខ្ពស់ហ្នឹងសុទ្ធតែវាយល្អទេវាយលើមិនដល់វាយក្រោមឈឺដូចតែគ្នាកន្លែងណាក៏សាច់តែសាច់ម្ដុំហ្នឹងគេឲ្យវាយទេគេមានប្រដាប់ការពារត្រឹមត្រូវឥឡូវនេះលោកធនសុភាបំបាយការប្រកួតឲ្យកីឡាករថៃឡងឈប់កំពុងតែសុំអភ័យទោសបឺតខំទាត់ជើងក្រោមរបស់បឺតខំ20 វិនាទីចុងក្រោយនៃទឹកទី 1តែបឺតខំថ្ងៃនេះទទួលបានការឧបត្ថម្ភច្រើនមែនទែនពីសប្បុរសជនរបស់យើងទាត់ជើងក្រោម 1-2 របស់បឺតខំចាប់ជើងបានធ្វើអ្វីមិនកើតប្លែកទៅវិញលោកដៃមួយទាត់សងមកវិញពីបង្គោលខៀវចាប់ពីរ៉ូសុភីថ្ងៃនេះឲ្យទឹកឲ្យបឺតខំបណ្ដាមកពីសាលវ័នកីឡាជាមួយគ្នាហើយพลังឆក់ឲ្យយុទ្ធឆៃថ្ងៃនេះគ្រូប្រវឹកបាទថាមកឲ្យទឹកផ្ទាល់ចាប់ផ្ដើមការប្រកួតកៃឆ្វេងបឺតខំកីឡាករមកពីខេត្តបាត់ដំបងស្រុកបាត់ដំញ៉ារូបភាពទៅដល់ស្រុកកំណើតបាទប្រជាជនដែលរស់នៅស្រុកកំណើតរបស់កីឡាករបឺតខំស្រឡាញ់មែនតើស្រឡាញ់បឺតខំណាបាទមែនថាទៅប្រជាជននៅស្រុកកំណើតទេទូទាំងប្រជាជាតិកម្ពុជាស្រឡាញ់កីឡាករកម្ពុជាទាំងអស់គ្នាជង្គង់ស្ដាំរបស់បឺតខំមួយបឺតខំអត់មានញើតអ្នកខ្ពស់ទេហើយអ្នកខ្ពស់មិនក៏ឃើញអ្នកទៀតចឹងក៏មើលងាយឆ្វេងម្ដាយរបស់បឺតខំថែមបាទទាត់ជើងក្រោមបឺតខំប្រកួតចុងក្រោយឈ្នះកីឡាករថៃដួលកីឡាករថៃស្លាប់ទឹកទី 1ក៏ប៉ុន្តែចុងក្រោយនៅសង្វៀនខារ៉ាបាវនេះចាញ់វត្តឆារ៉ាឡែកអូខ្វាន់មឿងបាទកែងស្ដាំមួយបឺតខំជង្គង់ថែមមួយទៀតស្ដាំម្ដាយដរិចទាត់ស្ដាំសងវិញពីផ្លាំងឆុកស្ដាំម្ដាយបឺតខំចលោស្ដាំជង្គង់ស្ដាំមួយផ្លាំងឆុកចលោដៃទាត់ជើងបឺតខំស្ដាំដរិចបាត់ស្វាញហើយការប្រកួតនៅពេលនេះប៉ុន្តែផ្លាំងឆុកគឺទៅពីថយហើយបឺតខំគឺពីដើរទៅមុខចលោផ្លាំងឆុកឆ្វេងម្ដាយរបស់បឺតខំដរិច
ตอดซองវិញពីខ្លាំងឆក់ធាក់ចេញឲ្យឆ្ងាយវាដងខ្លួនមួយបឺតខំបាទស្ដាំម្ដាយរបស់បឺតខំបឺតខំបន្តការវាសម្រុកបាទខ្លាំងឆក់នឹងបើសាក់មែនហើយខ្លាំងឆក់កដាមុខបឺតខំជួយម្ដាយទៀតចំទងទឹកតទៀតស្ដាំម្ដាយបឺតខំដេញតាមវាដងខ្លួនខ្លាំងឆក់ថ្ងៃនេះមករកឯមកវាយតតស្ដាំមកវាយតាលោកពិធីករវាយឡើយហើយគាត់ចេះនិយាយភាសាខ្មែរមកវិញបាទតតស្ដាំមកជើងខ្លាំងឆក់ស្ដាំម្ដាយបឺតខំអូយកន្លែងនេះឆ្វេងស្ដាំរបស់បឺតខំដដែលស្ដាំចលោមកស្ដាំម្ដាយបឺតខំវាយស្លាច់ចិត្តឆ្វេងខ្លាំងឆក់គាត់ទៅពីថយស្ដាំម្ដាយថែមបឺតខំអត់តន់ចេញក្បាច់សម្លាប់នៅឡើយទេដល់ទៀតតាចលោបឺតខំស្ដាំម្ដាយដដែលទាត់ស្ដាំសងវិញខ្លាំងឆក់ទាត់ជើងឆ្វេងបឺតខំស្ដាំមកជើងនេះខុសម្ដាយស្ដាំធ្វើស្ដាំកៃឆ្វេងមួយទៀតអត់មកចោលអូឆ្វេងបឺតខំដើរចូលហើយចុងទឹកទី2ចាប់ទឹកល្មមហេចាប់ទឹកទី2ថ្ងៃនេះចេះអីពាក្យដែលទឹកចេញច្រើនដែរគូទី2ដែលជាគូអន្តរជាតិដើមខ្សែក្បាត់របស់ក្រុមហ៊ុនខារ៉ាបាវទឹកទី3 round 3ហើយគូអន្តរជាតិដើម្បីដណ្ដើមពិន្ទុឈ្មោះទៅរកម្ចាស់ខ្សែក្បាត់ខារ៉ាបាវឈានចូលមកដល់ទឹកទី3បង្គោលក្រហមកីឡាករបឺតខំរាបង្គោលគៀវកីឡាករផ្លាំងឆក់យុទ្ធឆៃហើយការនេះសូមអរគុណដល់អ្នកចូលរួមសហការបឋមគឺប្រេងកីឡាតប៉ែលីបំបត្តិរលាកភ្លើងសាល់អិតតិចឬខំហើយអាចយកទៅកោបខ្យល់និងបំបត្តិអាការៈឈឺក្បាលផ្ដាសាយបានយ៉ាងឆាប់រហ័សហើយក្នុងនោះមានការជួបពីបំបត្តិរកស៊ីធ្មេញបំបត្តិក្លិនមាត់និងធ្វើធ្មេញរឹងមាំដង្កូវមិនស៊ីទឹកទី3គឺថាបឺតខំនៅតែព្យាយាមសម្រុកចូលធ្វើព្យុះធ្វើភ្លៀងលើកីឡាករបាទកីឡាករផ្លាំងឆក់យុទ្ធឆៃដែលបើរាប់ពីដៃនេះចូលទៅមុខនេះច្រើនណាស់ហើយរាប់ឡើងចង់ហើយគាត់ជើងក្រោមមកដៃទៀតហើយមុខកណូតរបស់បឺតខំមួយទៀតបឺតខំដើរចូលអត់មានខ្លាចញញើទេតាំងគុំលោកដៃរបស់បឺតខំដៃមួយទៀតថងទឹករបស់បឺតខំគេយកចូលដរិចមួយពេញទៅមុខទៀតហើយដាក់ដរិចចូលពេញមុខបែកទឹកខ្សែរបស់បឺតខំទាត់សងតែបឺតខំតិចពុតវាយថងទឹកកែងមុខកណូតរបស់បឺតខំដៅវាយចលោមួយទៀតរបស់បឺតខំដរិចរបស់បឺតខំដល់ចូលច្រើនដៃមែនតើឲ្យចង្កងពីក្រោយលោកធនសុភាបំបាយការប្រកួតលោកធនសុភាក៏បានប្រាប់កីឡាករបឺតខំថាវាចង្កងឲ្យខ្ពស់ពុតប្រដាប់ការពារក្រៃឡូលទ្ធផលចាញ់ឈ្នះវាកាក់ឡើងជាយៈតាហេតុមិនពេញចិត្តកីឡាករបឺតខំដើរចូលបឺតខំជាយាមលុកម្ដាយទៀតពេញទៅមុខវាយថងតាក់មួយទៀតធ្វើបានសម្រេចឬយ៉ាងណាកាច់ផ្ដួលមួយទៀតរបស់បឺតខំបឺតខំជាដើរចូលវាយថងតាក់មួយតែត្រូវកីឡាករថៃទាត់សងវិញ1 2 3 ម្ដាយពេញថងតាក់មាញ់ទៅលោកអញ្ញាកដាសម្រេចចិត្តរាប់ហើយ7 8អត់អីទេថាប្រកួតបានមុននឹងប្រកួតបន្តលោកអញ្ញាកដាធនសុភាក៏ជូតលោហិតដែលហូរឈាមរឹមមកបាទដំណក់លោហិតបានឆ្លក់ចូលមកតតែឥឡូវចូលផ្ដាច់ហើយចូលអោបមកកែងទៀតអូយមើលខំស្ទុយចូលជង្គង់ហោ Whistle 1 2 3 4 5 6 7 8 9 10គេថាជង្គង់ហោះទុយ
បឺតខំមកក្បាច់ចុងក្រោយនេះគេថាខ្លាំងចុកអត់អីនិយាយទេគេថាធ្លាប់ឃើញតែក្នុងខ្សែភាពយន្តនេះឥឡូវឃើញមែនតើហើយមែនតើតែមានកាត់តទេបងប្អូនបង្គោលក្រហមបឺតខំឈ្នះបង្គោលខៀវដៃបង្គោលខៀវសម្លាប់នៅក្នុងទឹកទី3